ថ្ងៃនេះបងឌីគាត់ជួបគ្រោះថ្នាក់ចរាចរណ៍នៅសៀមរាបបុកម៉ូតូគេ4គ្រឿងកំពុងចាំស្តុបខ្ញុំអស់គាត់ផុតតែឥឡូវនឹងគឺផ្ទុះខ្លាំងមែនតើអ្នកខ្លះ share ថាយក9អ្នកខ្លះ comment ហូហែបែកផ្សែងព័ត៌មានពេញហ្នឹងគឺអត់យល់ហ្មងគ្រោះថ្នាក់ចរាចរណ៍សោះហ្នឹងបែកតែទាញបញ្ហាអីមកមូលគ្នាពេញហ្នឹងអញ្ចឹងខ្ញុំអត់ចង់បញ្ជាក់អីច្រើនទេតែអ្នកនរគ្នាគិតមើលខ្លួនឯងទៅគ្រោះថ្នាក់ចរាចរណ៍យើងមើលអត់ឃើញទេមានពីណាចង់ទៅកើតអញ្ចឹងទេប៉ុន្តែជាក់ស្ដែងនៅក្នុងវីដេអូនេះគឺគាត់បានបើកបុកម៉ូតូ4គ្រឿងហើយនៅពេលដែលនិយាយទៅគាត់ក៏អត់ចង់អីញ៉ៃញ៉ៃច្រើនដែរគាត់ចាំបលីមកដោះស្រាយគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំក៏អត់ចង់ឃើញវីដេអូអ្នកខ្លះ share ជន់គាត់ឬក៏មិនសិនអីចឹងណាអញ្ចឹងខ្ញុំនៅឈរប្រឡោះកដាលទេខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនបែងចែកដាច់គ្រោះថ្នាក់ចរាចរណ៍ផ្សេងណារឿងយក9អីហ្នឹងខ្ញុំអត់ដឹងទេអញ្ចឹងយើងផងប្រយ័ត្នទាំងអស់គ្នាហើយនេះក៏ជាមូលហេតុដែលខ្ញុំអាចថានឹងគាត់ប្រហែលជាគាត់ដកជើងពីប្រាំងពេលគាត់ឈប់ stop ប្រហែលជាគាត់បានដាក់អក្សរ N អញ្ចឹងនៅពេលដែលបងប្អូនតែងតែមើលវីដេអូបងដែលគាត់ចែកម្លែកនៅពេលដែលឈប់ stop បើសិនជា stop យូរយើងអាចទាញដាក់អក្សរ N បើសិនជាកន្លែងមានចំណោទយើងទាញដាក់អក្សរទាញ N ហើយទាញប្រាំងដៃទៅអញ្ចឹងខ្ញុំគិតថាប្រហែលជាគាត់អត់បានដាក់អក្សរ N ហើយគាត់បានដាក់ប្រាំងដៃអញ្ចឹងគាត់ថាឈប់មកផ្លែអញ្ចឹងគាត់ក៏អត់បានដាក់ដោះលេខដល់អីចឹងគាត់ដាក់អក្សរ D ទៅមុខអញ្ចឹងណាអញ្ចឹងមានន័យថាប្រហែលជាគាត់ស្លន់ឬក៏ជន់ហ្គាឬក៏អត់ជន់ប្រាំងអីចឹងបានវាហុលទៅមុខអញ្ចឹងណាអញ្ចឹងពីខ្ញុំទៅគឺប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនហើយកុំទៅ share គាត់ជន់ផ្លេចពេលដែលគាត់មានគ្រោះថ្នាក់អញ្ចឹងពេលខ្លះវាអត់អាចមើលឃើញម្ដងគេម្ដងយើងអញ្ចឹងណាហើយនេះគឺជាគ្រោះថ្នាក់ចរាចរណ៍ទេមិនមែនតែយក9អី comment ជន់គាត់ពេញហ្នឹងហត់ណា